កិរិយាសព្ទក្រុមទី1ដើម្បីសម្គាល់កិរិយាសព្ទក្រុមទី1បាទឥឡូវនេះយើងចូលមកកាន់មេរៀនរបស់យើងការបែងចែកក្រុមកិរិយាសព្ទរបស់ភាសាជប៉ុនមុននឹងចូលទៅកាន់ការបែងចែកក្រុមកិរិយាសព្ទហ្នឹងតើយើងដឹងសិនថាមើលមិនមិនដឹងថាពាក្យមួយហ្នឹងគឺជាកិរិយាសព្ទបាទអញ្ចឹងកិរិយាសព្ទរបស់ភាសាជប៉ុននៅខាងក្រោយពាក្យណាដែលវាមានម៉ាក់ហើយនឹងសឹកនេះទាំងអស់គ្នាណាម៉ាក់និងសឹកដែលយើងអានថា mas សិតតែមានអញ្ចឹងទាំងអស់ណាបាទហ្នឹងគឺជាកិរិយាសព្ទហើយរបស់ភាសាជប៉ុនណាកន្លែងហ្នឹងដែរខ្ញុំអត់ទាន់និយាយទៅមេរៀនក្រោយៗទៀតទេមាន Nike មាន Jishoke មាន Take ទៀតអាហ្នឹងវាជារឿងខាងក្រោយទៀតតែអ្វីដែលអ្នកទាំងអស់គ្នាគួរតែចាំនៅកន្លែងនេះគឺឲ្យតែមាន mas គឺជាកិរិយាសព្ទហើយរបស់ភាសាជប៉ុនណាឥឡូវយើងចូលទៅកាន់កិរិយាសព្ទក្រុមទី1ដើម្បីសម្គាល់កិរិយាសព្ទក្រុមទី1របស់ភាសាជប៉ុនមានជួរអក្សរក្រុមសំឡេង i ដែលវាមានដូចជា i chi ri mi ni bi ki gi shi នៅពីមុខ mas ហ្នឹងហើយអញ្ចឹង mas មិនក្រោយគេណាអញ្ចឹងយើងមើលទៅថានៅមុខ mas ហ្នឹងវាមានអក្សរអស់នឹងអត់បើសិនជាវាមានអក្សរអស់ហ្នឹងហើយវាគឺជាកិរិយាសព្ទក្រុមទី1ឥឡូវខ្ញុំលើកឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលរេនេះបកប្រែថាឧទាហរណ៍ណាទាំងអស់គ្នាហ្នឹងហើយ I must មាន must នៅខាងក្រោយណា I must អញ្ចឹងអនិង I ណា I must ជួប machi must រងចាំ kaeri must ត្រឡប់ទៅឬក៏ត្រឡប់មក nomi must ផឹក shini must ស្លាប់ asobi must លេង kaki must សរសេរ isogi must ប្រញាប់ hanashi must និយាយអ្នកនរគ្នាមកមើលកន្លែងដែលខ្ញុំ highlight QQ នេះទាំងអស់ណាហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺជាជួរអក្សរក្រុមសំឡេង i ដែលខ្ញុំបានលើកយកមកប្រាប់ទាំងអស់គ្នាមុនហ្នឹងណាដែលវានៅពីមុខ mas យើងមើលទៅបើសិនជានៅមុខ mas មានជួរអក្សរក្រុមសំឡេង i ហ្នឹងយើងអាចចំណាំបានថាវាគឺជាកិរិយាសព្ទក្រុមទី1បាទចូលមកកាន់កិរិយាសព្ទក្រុមទី2យើងចំណាំឲ្យទៅបានដឹងថាវាគឺជាកិរិយាសព្ទក្រុមទី2ណាយើងទៅមើលទៅរបៀបចំណាំមានជួរអក្សរក្រុមសំឡេង e នៅពីមុខ mas សំឡេង e ទាំងអស់គ្នាមិនមែនសំឡេង i ដូចកិរិយាសព្ទក្រុមទី1ទេណាជួរអក្សរក្រុមសំឡេង e នៅពីមុខ mas អញ្ចឹងក្នុងនោះវាមានច្រើនអស់គ្នាខ្ញុំអត់បានរៀបរាប់ដូចកិរិយាសព្ទក្រុមទី1ទេហើយកិរិយាសព្ទក្រុមទី1ហ្នឹងខ្ញុំដាក់រៀបរាប់ឲ្យទាំងអស់គ្នាដោយសារតែខ្ញុំមានហេតុផលនៅពេលដែលយើងរៀនទៅខាងមុខទៀតទៅគឺមានការបែកតេកែមានបែកតាកែហ្នឹងយើងត្រូវការយកពួកអក្សរទាំងអស់ហ្នឹងយកទៅបបែកតាមក្រុមវាមួយបាទឥឡូវយើងចូលមកកាន់កិរិយាសព្ទក្រុមទី2របស់យើងមានក្រុមសំឡេង e នៅពីមុខ mas ណាឥឡូវឧទាហរណ៍រេ tabemas ញ៉ាំ be ជួរសំឡេង e ទាំងអស់គ្នា misemas បង្ហាញ se នេះជួរនៃសំឡេង e ណា osiemas បង្រៀន mazemas លាយ nemas គេងនឹងគឺសិតតែជួរនៃសំឡេង e ទាំងអស់ណាបងប្អូនណា be se e ze ne ហ្នឹងសិតតែជួរនៃសំឡេង e ទាំងអស់ដែលនៅពីមុខ mas យើងអាចចាប់ទុកវាថាជាក្រុមទី2មានកិរិយាសព្ទមួយចំនួនទៀតគឺជាកិរិយាសព្ទលើកលែងដែលត្រូវបានលើកលែងពីក្រុមទី1ចូលជាក្រុមទី2អញ្ចឹងក្រុមទី1ដែលយើងបានរៀនមុនហ្នឹងនៅមុខ mas ហ្នឹងគឺវាមានជួរនៃសំឡេង i បាទតែក្រុមកិរិយាសព្ទទាំងអស់នេះទោះបីជាវាមានជួរនៃសំឡេង i នៅពីមុខ mas ក៏ដោយក៏យើងអត់ចាត់ទុកវាថាជាក្រុមទី1ទេយើងចាត់ទុកវាថាជាក្រុមទី2អាហ្នឹងករណីលើកលែងអញ្ចឹងទាំងអស់គ្នាគួរតែចាំកិរិយាសព្ទទាំងអស់នេះទុកទៅថាវាគឺជាកិរិយាសព្ទលើកលែងចូលក្រុមទី2វាមិនមែនជាក្រុមទី1ទេអញ្ចឹងមាន mimas មើល imas មានឬក៏នៅ okimas ក្រោកពីគេង abimas ងូតទឹកងូតអីហ្នឹងបងប្អូនគ្នា karimas សុំខ្ចី orimas ចុះ tarimas គ្រប់គ្រាន់ sugimas ជ្រុលបាទកិរិយាសព្ទក្រុមទី2របៀបសម្គាល់គឺមានប៉ុណ្ណឹងតោះឥឡូវយើងចូលមកកិរិយាសព្ទក្រុមចុងក្រោយគេគឺកិរិយាសព្ទក្រុមទី3របៀបចំណាំ
បញ្ចប់ដោយ shimas ហើយនៅពីមុខ shimas មានអក្សរ3តួឡើងឬជានាមដែលមានសកម្មភាពឬមានអក្សរ kanji 2តួឡើងអ្នកទាំងគ្នាចាំទុកទៅកិរិយាសព្ទភាសាជប៉ុនដែលមាន shimas នៅពីខាងក្រោយភាគច្រើនគឺជាកិរិយាសព្ទក្រុមទី3ខ្ញុំនិយាយភាគច្រើនណាភាគច្រើនគឺជាកិរិយាសព្ទក្រុមទី3តែយើងទៅពិនិត្យមើលសិនថាតើវាមានចូលលក្ខខណ្ឌនេះទេមានអក្សរ3តួឡើងទេនៅមុខ shimas ហ្នឹងហើយនៅមុខ shimas ហ្នឹងវាជានាមដែលមានសកម្មភាពឬទេឬក៏នៅមុខ shimas ហ្នឹងមានអក្សរ kanji ចាប់ពី2តួឡើងឬក៏អត់អញ្ចឹងបើសិនជាវាមាន shimas នៅពីខាងក្រោយហើយវាមានលក្ខខណ្ឌទាំង3នេះចូលទៅមានន័យថាវាគឺជាកិរិយាសព្ទក្រុមទី3ហើយបាទហ្នឹងរបៀបសម្គាល់ទី1របៀបសម្គាល់ទី2ស្រួលទេគឺអក្សរ shimas ហ្នឹងហ្មងស្រមអក្សរគឺពាក្យកិរិយាសព្ទ shimas ហ្នឹងហ្មងណាដែលបកប្រែថាធ្វើនឹងវាគឺជាកិរិយាសព្ទក្រុមទី3តែម្ដងហើយបន្តមកទៀតមាន kimas kimas នេះមានថាមកណាមកហ្នឹង kimas ហ្នឹងគឺជាកិរិយាសព្ទក្រុមទី3តែម្ដងមិនកិរិយាសព្ទក្រុមទី1ទេបងប្អូនគ្នាណាហើយក៏មិនក្រុមទី2ដែរគឺកិរិយាសព្ទក្រុមទី3អ្នកទាំងអស់គ្នាត្រូវតែចាំទុកណាបាទហើយនេះគឺជាឧទាហរណ៍រេឧទាហរណ៍មានដូចជាគេខ្លះ shimas ធ្វើបកប្រែថាធ្វើដែលខ្ញុំបានប្រាប់ទាំងអស់គ្នាឡើយនេះមុនហ្នឹងណាបាទហើយបន្តទៀតមាន benkyo shimas មានន័យថារៀនកន្លែងនេះខ្ញុំដាក់ kanji ឲ្យអ្នកទាំងអស់គ្នាមើលដោយសារតែមានតាក់ទងទៅនឹងរបៀបនៅក្នុងការមើលក្រុមទី3ជាធម្មតាពាក្យមុនខ្ញុំអត់បានដាក់ kanji ឲ្យអ្នកទាំងអស់គ្នាមើលទេដោយសារអ្នកទាំងអស់គ្នាខ្ញុំគិតថាអត់ទាន់ចេះបាទតែកន្លែងនេះដើម្បីលើកជាឧទាហរណ៍អ្នកទាំងអស់គ្នាខ្ញុំបានដាក់ kanji មកដែរអញ្ចឹងឥឡូវយើងមកមើលពាក្យថា benkyo shimasu មួយសិនថាវាចូលលក្ខខណ្ឌនេះគេខ្លះដែលយើងអាចចាប់ទុកវាថាជាក្រុមទី3បានទី1វាមាន shimasu នៅពីខាងក្រោយនេះហើយខាងមុខវាមានគេខ្លះមានអក្សរចាប់ពី3តួអក្សរឡើងវាមាន ben នេះ be អឿនវាមាន ki ជីសៃយកហើយវាមានទៀតអញ្ចឹងវាចាប់ពី3តួអក្សរឡើងហើយបាទហើយមួយទៀតជានាមដែលមានសកម្មភាពអញ្ចឹងពាក្យថា benkyo មួយម៉ាត់នេះបកប្រែថាការរៀនរៀនគឺជាកិរិយាសព្ទអញ្ចឹងការរៀនគឺជានាមប៉ុន្តែជានាមដែលមានសកម្មភាពណាបងប្អូនគ្នាបាទហើយមួយទៀតគឺមានអក្សរ kanji ចាប់ពី2តួអក្សរឡើងនេះណាពាក្យថា benkyo នេះគឺ2តួណាចាប់ពី2តួអក្សរឡើងនៅមុខ shimas ហ្នឹងគឺជាកិរិយាសព្ទក្រុមទី3ហើយអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាដឹងពីរបៀបមើលទាំង3នេះដឹងពីរបៀបមើលទាំង3នេះអ្នកទាំងអស់គ្នាអាចបែងចែកវាបានហើយថាវាជាកិរិយាសព្ទក្រុមទី3មែនឬក៏មិនមែនឧទាហរណ៍ថាក្នុងករណីទី1មាន3តួអក្សរឡើងក៏ប៉ុន្តែគេអត់មានដាក់ខាងលើនេះទេគេមានដាក់ furigana របៀបអានយើងខាងមើលខាងលើហ្នឹងទេអញ្ចឹងយើងអត់ដឹងថាមានតួអក្សរប៉ុន្មានអក្សរឡើងផងនៅមុខ shimas អញ្ចឹងយើងមើលទៅថាវាមានអក្សរ kanji 2តួឡើងនេះណាបងប្អូនគ្នាបាទមានអក្សរ kanji ចាប់ពី2តួអក្សរឡើងនេះអញ្ចឹងកន្លែងនេះក៏យើងអាចចាប់បានថាវាជាក្រុមទី3ងាយៗដែរឬក៏បើសិនជាយើងដឹងថាពាក្យហ្នឹងពាក្យដែលនៅមុខ shimas ហ្នឹងបកប្រែថាម៉េចហ្នឹងក៏យើងអាចទាយបានដែរថាវាជាក្រុមទី3ឬក៏អត់ព្រោះអីបើសិនជាយើងដឹងពាក្យហ្នឹងហើយមានថាយើងដឹងថាវាជានាមដែលមានសកម្មភាពអត់ហើយយល់ទេបងប្អូនគ្នាបាទអញ្ចឹងឥឡូវយើងទៅកាន់ពាក្យបន្ទាប់របស់យើងទៀតគឺ unten shimasu បកប្រែថាបើកបរ unten នេះមានន័យថាការបើកបរណាបាទហើយនេះគឺ3តួអក្សរឡើងហើយនេះគឺអក្សរ kanji ចាប់ពី2តួអក្សរឡើងតបមកទៀតគឺពាក្យ kaimono shimasu បកប្រែថាទិញអីវ៉ាន់ shopping បាទអញ្ចឹងយើងមើលទៅគឺចូលលក្ខខណ្ឌទាំង3របស់យើងនៅខាងលើនេះហើយទោះបីជាខ្ញុំអត់ដាក់ furigana ខាងលើនេះក៏អ្នកនរគ្នាអាចទៅទាយបានហើយមានអក្សរ kanji ចាប់ពីតួអក្សរឡើងឬក៏អ្នកនរគ្នាចេះពាក្យថា kaimono ទៀតអញ្ចឹងទាំងអស់គ្នាដឹងហើយថាវាគឺជានាមមានសកម្មភាពអញ្ចឹងទៅអញ្ចឹងអ្នកនរគ្នាអាចទាយបានហើយកិរិយាសព្ទក្រុមទី3របស់យើងគឺចប់ត្រឹមហ្នឹងឥឡូវយើងចូលមកកាន់វគ្គធ្វើលំហាត់ម្ដងសាកល្បងធ្វើលំហាត់នៅខាងក្នុងប្រអប់ពណ៌ប្រភេទនេះមានកិរិយាសព្ទជាច្រើនមានទី1ទី2ទី3ហើយកិរិយាសព្ទខ្លះអ្នកទាំងអស់គ្នាអាចនឹងអត់ដឹងថាវាមានន័យថាម៉េចទេតែអ្នកទាំងអស់គ្នាមិនបាច់ខ្វល់ទេអ្នកទាំងអស់គ្នាគ្រាន់តែយកវាដាក់ចូលក្នុងក្រុមមួយទៅនេះក្រុម1ក្រុម2ក្រុម3ហ្នឹងទៅហើយចាំអត្ថន័យវាខ្ញុំនឹងប្រាប់នៅពេលដែលកែឥឡូវអ្នកទាំងអស់គ្នាអាចស្កប់
វីដេអូនឹងសិនទៅហើយយើងយកកិច្ចអាស័ព្ទមួយនឹងដាក់ចូលក្នុងក្រុមហើយចាំ play វីដេអូនឹងវិញណាតោះអ្នកនរគ្នាមកចៃឥឡូវនេះយើងចូលមកកែលំហាត់ទាំងអស់គ្នាកិរិយាសព្ទដំបូងគេនេះគឺ manabimas ស្ថិតនៅក្នុងក្រុមទីម៉ានអ្នកនរគ្នាស្ថិតនៅក្នុងក្រុមទី1ណាបាទមានជួរនៃសំឡេង i នៅមុខ mas ណាហើយបកប្រែថារៀនតែរៀនជំនាញបាទអញ្ចឹងកិរិយាសព្ទរបស់យើងបន្ទាប់ហ្នឹងគឺ hatarakimas ស្ថិតនៅក្នុងក្រុមទី1មានជួរនៃសំឡេង i មុខ mas ki ណាបាទអញ្ចឹងបកប្រែថាធ្វើការ hatarakimas ចូលដល់កិរិយាសព្ទបន្ទាប់របស់យើងគឺ kopishimas ក្រុមទី3បាទ kopishimas ក្រុមទី3 kopishimas បកប្រែថា copy មុខ shimas នេះមាន3តួអក្សរឡើងណាបាទហើយបន្តមកទៀតគឺ shirabemas ក្រុមទី2បកប្រែថាស្វែងរកមុខ mas មានជួរនៃសំឡេង e បន្តមកទៀតគឺ shimas ស្ថិតនៅក្នុងក្រុមទី3 shimas បកប្រែថាធ្វើយើងរៀនហើយមុននឹងណាបាទហើយបន្តមកទៀត hanashimas ក្រុមទី1ណាអ្នកនរគ្នាណាមិនក្រុមទី3ទេអ្នកខ្លះគាត់ច្រឡំថា hanashimas ហ្នឹងជាក្រុមទី3ដោយសារគាត់មើលឃើញ shimas នៅខាងក្រោយនេះ hanashimas បកប្រែថានិយាយហើយវាស្ថិតនៅក្នុងក្រុមទី1ហេតុអីមិនថាក្រុមទី1យើងមើលលក្ខខណ្ឌនៅមុខ shimas របស់វាណាមាន hana មានតែ2តួអក្សរវាអត់មាន3តួអក្សរឡើងទេអញ្ចឹងវាអត់អាចស្ថិតនៅក្នុងក្រុមទី3បានទេវាស្ថិតនៅក្នុងក្រុមទី1ណាបាទពួកអីនៅក្នុងក្រុមទី1មុខ mas ក៏វាមានអក្សរ shi ដែរបាទអញ្ចឹងបន្តមកទៀត karimas ស្ថិតនៅក្នុងក្រុមទី2បកប្រែថាសូមខ្ចីយើងរៀនហើយមុនហ្នឹងណា karimas ស្ថិតនៅក្នុងក្រុមទី2មិនមែនជាក្រុមទី1ទេទោះបីជាវាមានជួរនៃសំឡេង i នៅមុខ mas ក៏ដោយសារតែវាជាកិរិយាសព្ទដែលត្រូវបានគេលើកលែងអញ្ចឹងតែគេលើកលែងហើយយើងអត់មានចាប់វាដាក់ក្នុងក្រុមទី1ទៀតទេតែគេលើកលែងចូលក្រុមទី2គឺវានៅក្នុងក្រុមទី2ហើយបន្តមកទៀតគឺពាក្យថា okimas នេះវាក៏ដូចជាករណី karimas ដែរវាគឺជាកិរិយាសព្ទលើកលែងអញ្ចឹងវាស្ថិតនៅក្នុងក្រុមទី2ទោះបីជាមានគិញាជួរនៃសំឡេង i ហ្នឹងនៅមុខ mas ក៏ដោយបកប្រែថាក្រោកពីគេងតមកទៀត iremas ស្ថិតនៅក្នុងក្រុមទី2ណានេះគឺ2ចំតួហ្មងដោយសារតែនៅមុខ mas មានជួរនៃសំឡេង e iremas នេះមានន័យថាដាក់បញ្ចូលតមកទៀតពាក្យថា samposhimas ស្ថិតនៅក្នុងក្រុមទី3បកប្រែថាដើរលេងនេះយើងមិនមានន័យថាជិះឡានដើរលេងអីណាយើងដើរលេងក្នុងសួនដើរលេងដោយជើងយើងណាបាទ samposhimas នៅក្នុងក្រុមទី3នៅមុខ shimas មាន3តួអក្សរឡើងហើយក៏ជានាមមានសកម្មភាពដែរតមកទៀត oyogimas ស្ថិតនៅក្នុងក្រុមទី1បកប្រែថាហែលទឹកនៅមុខ mas មានជួរនៃសំឡេង i ណាតមកទៀតពាក្យថា yoyakushimas ស្ថិតនៅក្នុងក្រុមទី3 yoyakushimas មានន័យថាកក់ហើយសម្រាប់កិរិយាសព្ទទាំង3ក្រុមនេះខ្ញុំអត់កែឲ្យអ្នកទាំងអស់គ្នាទេសូមអ្នកទាំងអស់គ្នាយកទៅគិតមើលឲ្យ comment នៅប្រាប់ខ្ញុំខាងក្រោមមកថាអ្នកទាំងអស់គ្នាចាត់ទុកថាមួយណាស្ថិតនៅក្នុងក្រុមមួយណាបាទអញ្ចឹងចាំជួបគ្នានៅវីដេអូខាងក្រោយទៀតបើសិនជាអ្នកគ្នាអត់យល់ឡើយណាអ្នកអាច comment សួរខ្ញុំនៅខាងក្រោមបានឬក៏បើសិនជាយើងមើលការធ្វើលំហាត់នេះហើយយើងអត់សូវយល់ទេអាចខាទៅមើលនីតិមុនបានណាបាទអរគុណច្រើនអ្នកគ្នា